អានិសង្ឃនៃការកសាងគម្ពីរព្រះត្រៃបិដកសម័យមួយព្រះដ៏មានព្រះភិក្ខជាអង្គម្ចាស់ទ្រង់គង់ក្នុងវត្តចេតពុនមហាវិហារក្រុងសាវត្ថីដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីគ្រានោះឯងព្រះធម្មសេនាបតីសារីបុត្រដ៏មានអាយុប្រាថ្នានឹងឲ្យព្រះសម្មាសម្ពុទ្ធប្រោះប្រទាននៅធម្មទេសនាសម្ដែងអំពីអានិសង្ឃក្នុងការដែលបុគ្គលសាងព្រះត្រៃបិដកទុកក្នុងព្រះពុទ្ធសាសនាឲ្យពឹស្ដារដើម្បីឲ្យសាធុជនទាំងពួងដល់នៅសេចក្តីជ្រះថ្លាមានសេចក្តីព្យាយាមក្នុងការបំពេញបុណ្យនិងកសាងគម្ពីរព្រះត្រៃបិដកដែលជាឫសគល់នៃព្រះពុទ្ធសាសនាទើបចូលទៅសាកសួរបញ្ហាថាបបិទ្ធព្រះអង្គដ៏ចម្រើនបុគ្គលណាមួយមានទឹកចិត្តប្រកបដោយសទ្ធាបានសាងព្រះត្រៃបិដកថ្វាយទុកក្នុងព្រះពុទ្ធសាសនាហើយនឹងបានទទួលផលលានិសង្ឃដូចម្តេចព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ប្រោះប្រទានចង្អុលបង្ហាញប្រាប់នៅអានិសង្ឃនៃបុណ្យរបស់បុគ្គលអ្នកសាងគម្ពីរព្រះត្រៃបិដកឲ្យដល់ខ្ញុំព្រះអង្គបានស្ដាប់ក្នុងកាលឥឡូវនេះផងចុះគ្រានោះព្រះដ៏មានព្រះភិក្ខជាអង្គម្ចាស់ទើបមានពុទ្ធដីកាត្រាស់ថាមនាលសារីបុត្របុគ្គលសាងព្រះត្រៃបិដកទុកនៅក្នុងព្រះពុទ្ធសាសនានេះរមែងបានអានិសង្ឃច្រើនជាទីបំផុតនឹងរាប់ប្រមាណមិនបានឡើយចាំបាច់ពោលទៅថ្វីក្នុងអានិសង្ឃទាំងអស់នោះចំពោះអានិសង្ឃត្រឹមតែអក្ខរៈមួយតួក៏នឹងរាប់ប្រមាណមិនបានដែរមនាលសារីបុត្រអានិសង្ឃបុគ្គលសាងនៅអក្ខរៈមួយតួក្នុងសាសនាក៏អាចញ៉ាំងផលលានិសង្ឃដល់ខ្លួនឲ្យបានជួបប្រទះនៅសេចក្តីសុខអស់កាលដ៏យូរអង្វែង1នឹងបានជាស្ដេចចក្រពត្តិត្រាធិរាជចំនួន 8400 កាប់2នឹងបានជាស្ដេចប្រទេសសោយរាជចំនួន 9 អសង្ខ័យ3នឹងបានសោយរាជសម្បត្តិក្នុងសក្យត្រកូលនិងព្រាហ្មណត្រកូលមហាសាលជាព្រាហ្មណាចារ្យ